នាងខ្ញុំពិតជាសូមថែមអំណរគុណចេញពីទឹកចិត្តយ៉ាងជ្រាលជ្រៅមែនទែនជូនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាសប្បុរសជនទាំងអស់ចំពោះឆន្ទៈនៅក្នុងការចូលរួមជួយដល់កុមារកម្ពុជាយើងតាមរយៈមូលនិធិគុណធបុប្ផាដោយដែលបានឃើញហើយគឺនៅឆ្នាំកន្លងទៅនេះក៏ដូចជាឆ្នាំនេះដែរនៅនាងខ្ញុំសង្កេតឃើញថានៅគ្រាន់តែនាងខ្ញុំ post នៅក្នុង account Facebook social media របស់នាងខ្ញុំហើយនឹងមូលនិធិគុណធបុប្ផាចាប់ផ្ដើមធ្វើការផ្សព្វផ្សាយចាអំពីយុទ្ធនាការ 10000 រៀល 10000 នាក់គឺមានបងប្អូនប្រជាពលរដ្ឋយើងចាក៏ដូចជាសប្បុរសជនរបស់យើងនានាជាច្រើនគឺចាប់ផ្ដើមធ្វើចលនាគៀងគរកម្លាំងចាជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមក៏ដូចជាធ្វើคลิปវីដេអូហើយក៏ផលិតជាបទចម្រៀងនានាជាច្រើនដែលពាក់ព័ន្ធជាមួយនឹងមូលនិធិគុណធបុប្ផាការជួយសង្គ្រោះជីវិតកុមារដោយលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យគុណធបុប្ផាទាំងអស់នេះគឺបង្ហាញពីឆន្ទៈស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរហើយនេះគឺជាចំណុចខ្លាំងរបស់យើងដែលនាងខ្ញុំសង្កេតឃើញថាកន្លងមកនេះនៅពេលដែលយើងមានបញ្ហាទាំងទឹកជំនន់ទាំងសម័យ Covid ចំនួន Covid ចាឬមួយក៏នៅពេលដែលរាជរដ្ឋាភិបាលយើងកំពុងតែគៀងគរលើកទឹកចិត្តឲ្យមានការជួយឧបត្ថម្ភពីតាមរយៈពីប្រជាពលរដ្ឋយើងពីសប្បុរសជននានាហើយដូចថ្មីនេះរឿងបញ្ហាចាលើកទឹកចិត្តជូនដល់នាយទាហាននៅតាមព្រំដែនគឺយើងបានឃើញហើយថាប្រជាពលរដ្ឋយើងគឺទឹកចិត្តរបស់ប្រជាពលរដ្ឋយើងគឺពុះកញ្ចូលណាស់គឺមានឆន្ទៈណាស់គឺជួយគ្នាទៅវិញទៅមកនេះហើយជាចំណុចខ្លាំងហើយនាងខ្ញុំពិតជាសូមមានការកោតសរសើរចាដល់ប្រជាពលរដ្ឋយើងហើយនិងសប្បុរសជននានាទាំងអស់ចារបស់យើងចា